ទីបំផុតសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានឆ្លើយតបទៅនឹងសំណូមពររបស់លោកឪសុចហើយដែលលោកឪមិនហ៊ានជន់ទឹកដីថៃនោះទេដោយប្រកាសនាសុំប្រមុខថ្នាក់ដឹកនាំកម្ពុជាសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជាសម្ដេចបវរធិបតីបានឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណលោកឪសុចយ៉ាងដូចនេះថាក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមខ្លួនខ្ញុំព្រះករណាផ្ទាល់ខ្ញុំសូមស្វាគមន៍ព្រះតេជគុណលោកឪសុចគ្រប់ពេលវេលាមិនត្រឹមតែចំពោះលោកឪសុចទេបើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណាឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលទទួលរងនៅការរើសអើងឬការមាក់ងាយដោយសារតែខ្លួនជាខ្មែរឬដោយសារតែការបញ្ចេញមតិការពារនៅយុទ្ធធរចេញសេចក្តីថ្លៃថ្នូរនិងភាពត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនខ្ញុំព្រះករណាខ្ញុំសូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅក្នុងប្រទេសកម្ពុជារាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណនិងបងប្អូនគ្រប់ពេលវេលាហើយធានាថានឹងមិនមានការរើសអើងឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេបាទលោកឪសង្ឃឹមថាលោកឪនឹងបានឮហើយនឹងបាទសប្បាយនៅក្នុងហរតីហើយបងប្អូនព្រឹកមិញនេះលោកឪបានចេញនៅវីដេអូឃ្លីបបាទស្នើសុំសម្ដេចតេជោសម្ដេចបវរធិបតីដើម្បីលោកឪបានបាទមករស់នៅប្រទេសកម្ពុជាឯគណៈនេះលោកឪមិននៅក្នុងប្រទេសថៃលោកឪមិននៅក្នុងប្រទេសកម្ពុជាគឺលោកឪនៅក្នុងប្រទេសបាទកាណាដាអញ្ចឹងទេនៅពេលដែលត្រឡប់ពីកាណាដាវិញលោកឪមិនហ៊ានទៅបើជន់ទឹកដីថៃទៀតនោះទេដោយសារតែវីដេអូរបស់លោកឪត្រូវបានជនជាតិថៃក៏ដូចជាខាងអ្នកដែលរស់នៅសុរិន្ទបាទមានការខឹងសម្បាទៅនឹងលោកឪហើយមានអាជ្ញាធរនោះគឺថាកោះហៅលោកឪបាទដែលគេអាចនឹងមានវិធានការអីផ្លូវច្បាប់ផងក៏មិនដឹងដែរបាទតែនៅពេលដែលមានព័ត៌មានចេះលោកឪខ្លាចមិនហ៊ានទៅប្រទេសថៃក៏ដូចជាជន់ទឹកដីថៃទេដោយស្នើសុំត្រង់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសម្ដេចតេជោប្រធានព្រឹទ្ធសភាឲ្យទទួលយកបាទលោកឪដើម្បីរស់នៅក្នុងប្រទេសកម្ពុជាផងក៏ដូចជាប្រសិនបើលោកឪមិននៅកម្ពុជាសូមគុំបញ្ជូនលោកឪបាទទៅប្រទេសថៃអីលោកមានសន្និការថាប្រសិនបើបញ្ជូនលោកឪទៅប្រទេសថៃលោកឪសុកចិត្តចងកស្លាប់ដល់នៅលើឡានដែលបញ្ជូនទៅនឹងតែម្ដងពីព្រោះខ្លាចមិនហ៊ានទៅទឹកដីថៃទេបាទអញ្ចឹងដល់ថ្នាក់ថាខ្លាចដល់ថ្នាក់ថាបើគេបញ្ជូនដឹកឡានទៅចងកនៅលើឡានហ្នឹងឲ្យស្លាប់តែម្ដងមកក៏មិនជន់ដីថៃទៀតដែរណាលោកឪបាទអញ្ចឹងបងប្អូនស្គាល់លោកឪសុចហើយគឺនៅពេលដែលមុននឹងមានរឿងរ៉ាវនេះកើតឡើងគឺលោកឪតែងតែមកទេសនាបាទនៅក្នុងប្រទេសកម្ពុជារបស់យើងហើយធម៌ទេសនារបស់លោកឪនឹងបង្កប់នៅភាពគេហៅថាសប្បាយរីករាយជូនដល់ញាតិញោមពុទ្ធបរិស័ទផងដែរហើយលោកឪជាអ្នកបាទខ្មែរបរិរ័មហ្នឹងហើយបងប្អូនជាអញ្ចឹងឯងគឺជាដំណឹងដ៏ល្អសម្រាប់លោកឪបាទក៏ដូចជាបងប្អូនដែលតាមដាននៅទស្សនាតាមដាននៅរឿងរ៉ាវនេះអរគុណប្រិមិត្តលោកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីក៏សូមបញ្ចប់នៅព័ត៌មាននេះបាទត្រឹមតែប៉ុណ្ណឹងក៏ឆ្កងក៏សូមអធិស្ឋានជួបលោកអ្នកជាថ្មីនៅព័ត៌មានក្រោយៗបន្តទៀតសូមអរគុណ